វត្តជីវិតតស៊ូវាមិនដូចជារឿងនិទានពេលខ្លះក៏ជួបកោពេលខ្លះក៏ជួបភ្លៀងស៊ូវាឲ្យឆាប់ហើយក៏ចាប់វាឲ្យជាប់ព្រោះមានរឿងជាច្រើនទៀតដែលយើងនឹងមិនទាន់ធ្លាប់កាលពីមុននេះធ្លាប់សនុកគេធ្លាប់តែសើចកាក់ក្អាយមានម្ដាយមាននៅពុកសែនសប្បាយរីករាយតែពេលនេះគ្មានលោកទាំងពីររស់នៅឲ្យកូនវេទនាម្ដាយក៏ចែកឋានឲ្យកូនវិញនេះក៏កំព្រារងាចិត្តកាយតែកូនមិនដែលភ្លេចទេរាល់បណ្ដាំប៉ាម៉ាក់ទាំងពីរប្រាប់កូនយ៉ាងហូរហែខាំត់សង្កត់ចិត្តបើសិនកូននៅជាមួយគេប្រឹងរៀននៅដល់ចប់ជីវិតយើងមិនលំបាកទេអរគុណភាពក្រអរគុណទាំងអស់រាល់អ្នកដែលមើងងាយអរគុណរាល់អ្នកទាំងអស់គ្នាដែលពេកជ្រីឲ្យខ្ញុំមានកម្លាំងចិត្តរហូតមកដល់ថ្ងៃនេះសង្ឃឹមថាថ្ងៃណាមួយជីវិតធូរធារមានឡានជិះមិនដឹងថ្ងៃណាផុតទុកទេជីវិតខ្ញុំមិនដូចគេលំបាកតាំងពីតូចត្រូវរស់នៅរបៀបណាបើគ្មានម្ចាស់ការលើខ្លួនឯងខ្ញុំឈរតម្រង់ជួអ្វីប៉ាសពតឡើងមកថៃក្រឡេកឃើញអ្នកអូរទេពុតខំរាល់ថ្ងៃដាក់កូននៅលើរទេស្បែកគាត់ហាលើថ្ងៃគាត់ខំប្រឹងតស៊ូដើម្បីតែកំរៃសួរថាគាត់អន់ទេគាត់ហន់ណាឲ្យវ៉ាន់មិនពេញរទេគាត់ខំប្រឹងស្វែងស្វាដាក់ម្ដងឲ្យពេញដាក់ម្ដងឲ្យច្រើនទុងអូវាតឹងក៏នៅតែប្រឹងឃើញខ្លាយូរទៅតែ20ស្ដាទើបខ្លីសម្លាប់ខ្លួនព្រោះរឿងច្រើនគ្មានអ្នកណាជួយរំលែងទុងមានតែពងហើយនឹងម៉ែជាអ្នកទទួលធ្វើការឆ្ងាយពងនឹងម៉ែបារម្ភកូនឬគ្រូរំជួយដីទ្រូងកូនចង់រយាងអញធូងបួងសួងបនទេវតាជួយថែរាំងសាកូនចៅកូនផងមកធ្វើការស្រង់គេពេលខ្លាំងមិនដែលបានទៅផ្ទះផងក៏ព្រមតែកំរៃចង់ព្រមចង់ក្រន់ខំថ្មីសង្កន់ចិនអន់ធ្មន់មិនយូរទេយើងនឹងបានជួបជុំសងបដុំ